របៀបដាក់ auto reply comment ទាមភ្ញៀវចូលឆាតបិទការលក់ដោយស្វ័យប្រវត្តិធ្វើការ24ម៉ោងលើ24ម៉ោងសម្រាប់បងអតិថិជនដែលគាត់មាន page មួយក៏ប៉ុន្តែគាត់លក់ផលិតផល4-10មុខនៅក្នុង page តែមួយករណីភ្ញៀវគាត់បុក comment មក4-10ឬក៏20-30-40 comment ក្នុង page តែមួយគឺយើងពិបាកក្នុងការអង្គុយតប comment ម្ដងមួយហើយឆ្លើយតបគាត់ចូលទៅ private chat ទៅគាត់ករណីគាត់សួរថា how much តម្លៃប្រមាណយើងថាបងចូល chat គឺវាចាយពេលមែនតើប៉ុន្តែបើសិនជាបងប្អូនគ្នាប្រើជាមួយនឹង system chat KX គឺអត់កង្វល់ជាមួយនឹងបញ្ហាទាំងអស់នេះយើងអាចធ្វើការកំណត់ធ្វើការ auto reply នៅក្នុង page របស់យើងគ្រប់ផុសទាំងអស់ក៏បានករណីគាត់សួរថា how much យើងអាចធ្វើការផ្ញើទិន្នន័យតម្លៃរបស់ផលិតផលយើងទៅគាត់ក៏បានដែរហើយបើសិនជាបងប្អូនទាំងអស់គ្នាមាន10ឬក៏20ផលិតផលផ្សេងគ្នាក្នុង page តែមួយករណីគាត់សួរថា how much នៅផុសមួយណាយើងធ្វើការផ្ញើ private ផលិតផលមួយនឹងទៅគាត់បានបើករណីគាត់សួរពីផលិតផលកាហ្វេយើងផ្ញើអំពីផលិតផលកាហ្វេទៅគាត់បើគាត់សួរអំពីផ្ទះ condo យើងផ្ញើពីផលិតផលផ្ទះឬក៏ condo ទៅគាត់យើងអាចធ្វើការផ្ញើសារបិទការលក់ជាមួយគាត់ជាសំឡេងក៏បានជារូបភាពក៏បានជាអក្សរក៏បានច្រើនមុខមែនតើតែម្ដងយើងមកឆ្ងល់ហើយសួរថានឹងធ្វើដូចស្រួលដល់ហើយអញ្ចឹងគេធ្វើមិនទៅសម្រាប់បងប្អូនដែលគាត់មើលឲ្យអត់យល់អាចធ្វើការមើលនៅក្នុង description នេះបានខ្ញុំបានភ័ញអំពីរបៀបនៃការធ្វើតាម step 1ទៅ step 1ជំហាន1ទៅជំហាន1ច្បាស់តែម្ដងដូចនេះបាទអញ្ចឹងតោះយើងចូលទៅមើលទាំងអស់គ្នាបាទសួស្តីបងប្អូនទាំងអស់គ្នាដើម្បីអាចធ្វើការដាក់ auto reply comment បានជាដំបូងយើងចូលមកកាន់ត្រង់ឡានសញ្ញាហ្នឹងមកហើយយើងវាបញ្ចូលនៅ Gmail និង password អញ្ចឹងខ្ញុំ login ជាមួយនឹង Gmail យើងដាក់ Gmail របស់យើងចូលមកអញ្ចឹងសម្រាប់បងប្អូនដែលគាត់ដៃថ្មីទើបតែមើលវីដេអូរបស់ខ្ញុំនេះសូមឲ្យបងប្អូនទាំងអស់គ្នាមើលទៅលើវីដេអូមេរៀនទី1ដែលខ្ញុំបានដាក់នៅខាងលើព្រោះអានេះវាប្រតិគ្នាពីទី1មកអញ្ចឹងណាអញ្ចឹងយើងមកចូលមកដល់ត្រឹមនេះអ្វីដែលយើងត្រូវធ្វើបងប្អូនអាចចុចត្រង់កន្លែងពាក្យថា connect account តបមកបងប្អូនចុច login ជាមួយនឹង Facebook ដើម្បីដាក់ page ចូលហើយបន្ទាប់ពីយើងដាក់ page ចូលហើយនេះយើងចុចត្រង់នេះមកយើងយកពាក្យថាអូខេបាទបន្តមកទៀតយើងចុចយកពាក្យថា comment manager ណាចុចត្រង់មកអញ្ចឹងយើងចូលមកកាន់ all post list បន្តមកទៀតយើងធ្វើការជ្រើសរើស page ដែលយើងបាន enable ហ្នឹងមកអញ្ចឹងអ្វីដែលយើងត្រូវធ្វើត្រង់កន្លែងពាក្យថា enable full page reply ត្រង់ហ្នឹងគឺមានន័យថាយើងធ្វើការបើកនៅមុខងារ auto reply comment គ្រប់ post ទាំងអស់នៅក្នុង page របស់យើងអញ្ចឹងយើងចុចអាហ្នឹងមកបន្តមកយើងចុចអានេះខ្ញុំចុចអានេះអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ថែមទៀតនេះត្រង់នេះត្រង់កន្លែងនេះមានន័យថាប្រសិនបើគេ comment នៅក្នុង post របស់យើងក្នុង page ហ្នឹងគ្រប់ post ទាំងអស់គឺមិនចាំបាច់កំណត់ keyword ទេឲ្យតែគេ comment ជាពាក្យជាអក្សរជាអីមកគឺ system របស់យើងនឹងធ្វើការឆ្លើយតបដោយស្វ័យប្រវត្តិករណីគេសួរ how much តម្លៃប្រមាណអីផ្សេងៗឲ្យតែគេ comment គឺវានឹងធ្វើការឆ្លើយតបដោយស្វ័យប្រវត្តិតែម្ដងបើសិនជាយើងដាក់អញ្ចឹងខ្ញុំឧទាហរណ៍កន្លែងនេះខ្ញុំដាក់ថា all reply ខ្ញុំដាក់ឈ្មោះណាខ្ញុំដាក់ឈ្មោះឆ្នាំបាទបន្ទាប់មកត្រង់កន្លែងនេះអានេះគឺជាពាក្យស្វាគមន៍ដែលយើងត្រូវប្រាប់ភ្ញៀវអញ្ចឹងត្រង់ហ្នឹងយើងសរសេរអ្វីដែលយើងចង់ដាក់មកបាទអញ្ចឹងខ្ញុំមានហើយអញ្ចឹងត្រង់នេះត្រង់កន្លែងនេះបានមកពីណានេះចុចត្រង់នេះដើម្បីចាប់យកឈ្មោះគេត្រូវអត់បាទអញ្ចឹងចាប់យកឈ្មោះគេខ្ញុំឧទាហរណ៍ឲ្យងាយស្រួលហ្មងអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងបន្ទាប់មកអានេះយើងសរសេរបន្ថែមទៀតមកបន្ទាប់មកអ្វីដែលយើងចង់ធ្វើបន្ថែមទៀតយើងចង់ដាក់រូបភាពមែនទេអញ្ចឹងយើងចុចត្រង់កន្លែង upload រូបភាពនេះបន្ទាប់មកខ្ញុំរើសយករូបភាពដែលខ្ញុំចង់ដាក់ auto ត្រង់កន្លែងហ្នឹងមានន័យថានៅពេលដែលភ្ញៀវគាត់ comment ក្រុម post របស់យើងណាមួយវានឹងធ្វើការឆ្លើយតបដោយស្វ័យប្រវត្តិនៅពាក្យនេះភ្ជាប់ជាមួយនឹងរូបភាពដែលយើងបានដាក់មិញហ្នឹងបន្ទាប់មកយើងចុច save អូខេបាទអញ្ចឹងហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងចូលទៅក្នុង page គ្រប់ post ទាំងអស់ post មួយណាក៏បានដែរខ្ញុំឧទាហរណ៍ថា post មួយនេះចុះបាទខ្ញុំដាក់ថា good អូខេខ្ញុំដាក់ថា good ហ្មងពីអីក៏បានដែរគឺយើងដាក់ថា full page reply បាទអញ្ចឹងយើងចាំបន្ទុះមក system នឹងធ្វើការឆ្លើយតបយើងដោយស្វ័យប្រវត្តិតែម្ដងនេះបងឃើញទេនេះមានតែ good ហ្មងបន្ទាប់មកគឺឆ្លើយតបយើងហើយភ្ជាប់ជាមួយនឹងរូបភាពអញ្ចឹងបើសិនជាខ្ញុំតបទៅលើ post ខ្ញុំនេះ post នេះម្ដងខុសនេះអញ្ចឹងខ្ញុំដាក់ថា em យើងអត់បានកំណត់ពាក្យទេអញ្ចឹង system នឹងធ្វើការឆ្លើយតបមកយើងតែម្ដងខ្ញុំចូលមកមើលមកអូខេនេះឃើញ em មិញនេះគេឆ្លើយតបដូចគ្នាយើងនឹងគ្រប់ post ទាំងអស់ករណីក្នុង page យើងមាន 30-40 post អីឲ្យតែគេ comment ពាក្យណាមួយដែលយើងមិនកំណត់ទេគឺវានឹងធ្វើការឆ្លើយតបដោយ auto តែម្ដងចុះប្រសិនបើយើងចង់កំណត់ពាក្យធ្វើម៉េចបាទយើងចូលត្រង់កន្លែងហ្នឹង edit វាមកបាទ edit វាមកបន្ទាប់មកត្រង់កន្លែងនេះ
អានេះខ្ញុំសុំ copy វិញចើ save ម្ដងទៀតនេះបងមកឃើញទេត្រង់នេះត្រង់កន្លែងនេះគឺមានន័យថាតទៅត្រូវ keyword ណាយើងដាក់ត្រង់កន្លែងហ្នឹងហើយយើងបើកអានេះមានន័យថាតទៅត្រូវ keyword បានឆ្លើយតបតែបើយើងបើកត្រង់នេះមានន័យថាឲ្យទៅត្រូវ keyword ក្បាលដំបូងកតុយមិនកតុយទៅឲ្យទៅត្រូវក្បាលដំបូងវានឹងតបដូចគ្នាអញ្ចឹងខ្ញុំយកអានេះបន្ទាប់មកអានេះខ្ញុំដាក់ពាក្យថាលក់មិចតម្លៃចឹងទៅហើយអានេះខ្ញុំដាក់ keyword មិញដដែលខ្ញុំដាក់ពាក្យស្វាគមន៍គេមិញដដែលអញ្ចឹងណាហើយរូបភាពយើងអាចដាក់រូបភាពបានអញ្ចឹងខ្ញុំដាក់រូបភាពណាមួយដែលខ្ញុំចង់ដាក់អូខេខ្ញុំដាក់រូបភាពមួយនេះអញ្ចឹងអានេះខ្ញុំ copy នេះហ្មងទៅខ្ញុំចង់និយាយថាទី1តម្លៃទី2លក់មិចអញ្ចឹងបើសិនជា copy ពាក្យនឹងគឺអត់ចេញទេអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងហើយខ្ញុំដាក់ save បាទខ្ញុំ save ហើយខ្ញុំចូលទៅ post ទៅ page ម្ដងទៀតខ្ញុំឧទាហរណ៍នេះអញ្ចឹងមិញខ្ញុំដាក់ថា good ចឹងខ្ញុំដាក់ good គឺអត់ចេញទេបាទព្រោះអត់មាននៅក្នុង keyword របស់យើងទេទោះបីយើង comment ពាក្យនឹងមកម្ដងទៀតក៏វាអត់ចេញដែរនេះវាគ្រាន់តែ like តែវាអត់តបមួយយើងឯងឃើញទេតែបើសិនជាយើងសរសេរពាក្យថាតម្លៃនេះតម្លៃឲ្យទៅថា keyword នេះមកនេះអ្នកឃើញទេតម្លៃគេផ្ញើរូបនេះមកខ្ញុំចូលទៅ post ផ្សេងមួយទៀត post ណាក៏បានដែរអានេះខ្ញុំដាក់ថាតម្លៃខ្ញុំដាក់លក់មិនក៏បានដែរលក់មិនហើយអានេះចឹងខ្ញុំចិត្តទៅសរសេរទៅឲ្យទៅត្រូវតាមក្បាលដំបងនេះមានន័យថាក្បាលដំបងនេះវានឹងធ្វើការឆ្លើយតបយើងដូចគ្នាហេតុអីដោយសារតែនេះដោយសារតែយើងបើកត្រង់នេះណាយើងបើកត្រង់នេះឃើញទេនេះបាទយើងបើកត្រង់នឹងឃើញតបទេនេះយើងចូលទៅមើលម្ដងទៀតមកនេះឃើញទេមកអញ្ចឹងនេះលក់មិនហើយនឹងពីអីទេប៉ុន្តែវាមកដូចគ្នាហេតុអីដោយសារយើងបើកអាមិញហ្នឹងអញ្ចឹងអាហ្នឹងគឺគេហៅថា full page reply អញ្ចឹងចប់អាហ្នឹងមួយណាចុះសួរខ្ញុំវិញថាចុះបើសិនជាខ្ញុំចង់កំណត់តាម post ផ្សេងដែលនៅក្នុង page របស់យើងធ្វើមិនទេបងអញ្ចឹងឧទាហរណ៍ថា Yummy នេះណាអញ្ចឹងខ្ញុំគ្រាន់តែចុចត្រង់នេះឃើញទេបាទចុចត្រង់ហ្នឹងហើយខ្ញុំយកពាក្យនេះអូខេពាក្យហ្នឹងមកអញ្ចឹងខ្ញុំចុចត្រង់នេះមានន័យថាបងបង្កើតដូចមិញអញ្ចឹងណាបង្កើតដូចអាមុនអញ្ចឹងនេះយើងអាចបង្កើតគ្រប់ពាក្យទាំងអស់ក៏បាននៅក្នុង post មួយហ្នឹងឬក៏យើងអាចធ្វើការដាក់ពាក្យណាមួយដែលយើងចង់កំណត់ក៏បានដែរនៅក្នុង post មួយហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាមិញហ្នឹងគឺ Yummy ឥឡូវនេះខ្ញុំដាក់ថា Yummy អញ្ចឹងណាតបមកអានេះខ្ញុំដាក់ keyword ទៅ Yummy នឹងមួយទេហើយខ្ញុំដាក់ថា Yummy ហើយខ្ញុំវាយឈ្មោះរបស់គាត់នេះមកហើយសញ្ញា E1 អញ្ចឹងទៅអូខេប៉ុណ្ណឹងឯណាអញ្ចឹងខ្ញុំអត់ដាក់រូបភាពទេអញ្ចឹងខ្ញុំ save នេះ submit មកអូខេហើយខ្ញុំចូលទៅតេស្តពាក្យ Yummy នឹងម្ដងទៀតមានន័យថាបើសិនជាខ្ញុំ comment ឧទាហរណ៍ខ្ញុំ comment វ៉ាវគឺអត់តបយើងទេយើងកំណត់ពាក្យទៅលើ Yummy ហ្នឹងអញ្ចឹងវាអត់តបទេលុះត្រាតែត្រូវ keyword វានេះបងឃើញទេនេះវាគ្រាន់តែ like post យើងទេតែបើសិនជាយើង comment ពាក្យ Yummy ត្រូវជាមួយនឹងអ្វីដែលយើងដាក់អាហ្នឹងมันវាតបចាំមើលអូខេនេះ Yummy អ្នកឃើញទេYummy ហើយដាក់រូបនេះអូខេគឺវានឹង respond ទៅយើងហើយតើតែភ្ញៀវគាត់ comment ចំ Yummy នឹងដែរហើយវាតបតែមក post មួយនឹងទេអាហ្នឹងគឺល្អអញ្ចឹងចុះបើសិនខ្ញុំកំណត់មួយទៀតខ្ញុំកំណត់ត្រង់កន្លែងនេះឲ្យគេ comment ពាក្យថា yes អញ្ចឹងត្រូវធ្វើមួយកន្លែងហ្នឹងនេះបងចុចអាហ្នឹងទៅដែរមក enable ហ្នឹងមកបាទបន្ទាប់មកខ្ញុំចុចអានេះហើយខ្ញុំបើកអានេះខ្ញុំបើកអានេះត្រង់កន្លែងនេះ field នេះខ្ញុំដាក់ yes អានេះឈ្មោះចំណាំខ្ញុំដាក់ yes ហើយ field ហ្នឹងគឺខ្ញុំដាក់yes ដែរហើយខ្ញុំដាក់ឲ្យវាឆ្លើយតប yes no okay ខ្ញុំឲ្យវាឆ្លើយតបអញ្ចឹង yes no okay អញ្ចឹងខ្ញុំ submit អូខេបន្ទាប់មកទៀតខ្ញុំចូលទៅ post មិញហ្នឹងនេះឃើញទេខ្ញុំចូលទៅតេស្តបើសិនជាគេ comment ណាបើសិនជាគេ comment ខុសពីពាក្យដែលយើងដាក់ហ្នឹងគឺអត់ចេញទេអញ្ចឹងខ្ញុំដាក់ឧទាហរណ៍ថាពាក្យនេះ hoអញ្ចឹងវាខុសពីពាក្យដែលយើងបានដាក់ពាក្យថា yes គឺវាអត់ចេញទេណាអត់ចេញទេបងមកអាចមើលបានវាគ្រាន់តែ like តែអត់ចេញទេចុះបើសិនជាគេ comment ពាក្យថា yes នេះ yes វានឹងចេញណាវានឹងចេញពាក្យថា yes no okay ដែលយើងបានដាក់មិញនេះមកនេះ yes no okay បាទអញ្ចឹងអានេះឃើញថាវាឆ្លើយតបយើងហើយនៅពេលដែលយើង comment ចំពាក្យដែលយើងបានដាក់អញ្ចឹងបើសិនបើករណីគេ comment ខុសពាក្យហ្នឹងគឺវាអត់ធ្វើការឆ្លើយតបទេណាក្នុងលក្ខខណ្ឌហ្នឹងអញ្ចឹងអានេះគឺវាចប់មួយណាតើតើនឹង auto reply comment
បងបងសួរខ្ញុំថាចុះបើសិនជាយើង auto reply comment ហើយយើងចង់ទាញភ្ញៀវដែល comment ហ្នឹងចូលឆាតទៀតតែយើងត្រូវធ្វើមិនបាទអញ្ចឹងដើម្បីយើងធ្វើការទាញភ្ញៀវចូលឆាតទៀតបងបងទាំងអស់គ្នាចូលមកត្រង់កន្លែងនេះណាចូលមកត្រង់កន្លែង bot manager បន្តមកទៀតយើងធ្វើការជ្រើសរើស page ដែលយើងចង់ដាក់អញ្ចឹងខ្ញុំរើយក page នេះទៅដែរហើយខ្ញុំចុចនេះបងឃើញទេ bot reply បងគ្រាន់តែ create new flow នេះមកបាទបន្ទាប់មកបងឃើញទម្រង់បែបនេះហើយបងចុចទៅលើវា2ដងលើនេះចុច2ដងទី1ត្រង់កន្លែងនេះគឺវាដាក់ keyword កាន់តែបើសិនជាគេឆាតមកយើង direct គេវាយពាក្យណាមួយដែលត្រូវនឹងពាក្យដែលយើងកំណត់នៅក្នុងហ្នឹងវានឹងធ្វើការផ្ញើអាទម្រង់ដែលយើងកំពុងតែធ្វើហ្នឹងទៅគេហើយត្រង់កន្លែងនេះបងត្រង់កន្លែងនេះមានន័យថាជាឈ្មោះអញ្ចឹងខ្ញុំត្រូវដាក់ថា for reply comment អញ្ចឹងណាបងចំណាំត្រង់ហ្នឹងហើយខ្ញុំចុចដានតបមកនេះយើងអូសមកចេះមកបងចង់ផ្ញើសារហ្នឹងទៅគាត់ជាអក្សរឬក៏ជាសំឡេងឬក៏ជាវីដេអូអញ្ចឹងខ្ញុំជាអក្សរអញ្ចឹងត្រង់នេះខ្ញុំដាក់មកអញ្ចឹងអរគុណបងសម្រាប់ការ comment ខ្ញុំចុចប៉ុណ្នេះខ្ញុំប៉ុណ្នេះហើយបើសិនជាដាក់ប៉ុណ្្នឹងហើយយើងអាចដាក់អីទៀតយើងទាញមកយើងចង់ដាក់រូបភាពខ្ញុំយករូបភាពមកស្លឹកមកក៏បានដែរហើយខ្ញុំចុចអានេះខ្ញុំយករូបភាពនេះយកមកបាទខ្ញុំយករូបភាពមួយនេះហើយខ្ញុំចុចដានបន្ទាប់មកត្រង់កន្លែងនេះបើសិនជាបងចង់ដាក់អក្សរបើចង់ដាក់អីបន្ថែមបងអាចចុចលើវាហ្នឹងមានថាប៊ូតុងណាប៊ូតុងហ្នឹងគឺយើងអាចដាក់ថា call now អញ្ចឹងទៅនេះ call now ហើយយើងរើអានេះយើងដាក់ថានេះវាយមក call នេះ call ហើយយើងវាយលេខទូរស័ព្ទរបស់យើងចូលគេត្រូវវាយដូចខ្ញុំណាទី1យើងដាក់ឲ្យគេ call ទី2អានេះអាចដាក់បាន3ប៊ូតុងទី2ខ្ញុំដាក់ link Telegram អីចឹងទៅហើយខ្ញុំរើនេះបងរើយកអានេះណាបន្ទាប់មកបងត្រូវវាយពាក្យ link Telegram បងទាំងអស់គ្នាអញ្ចឹងខ្ញុំវាយផាសមកហើយខ្ញុំ save ហើយបិទចោលអញ្ចឹងអ្វីដែលយើងត្រូវធ្វើទៅវិញបងគ្រាន់តែចូលទៅកាន់កន្លែង comment manager បន្ទាប់មក all post list ហើយយើងធ្វើដូចមិញអញ្ចឹងបើសិនជាបងចង់ដាក់ full page reply យើងត្រូវកែនៅក្នុង full page reply ហើយយើងអូសមកក្រុមគេបងអស់មកបងនឹងឃើញទីកន្លែងនេះឃើញទេនេះ select template នេះ private reply អញ្ចឹងយើងចុចអាហ្នឹងមកហើយបងឃើញនេះគេ for reply comment ចុចអាហ្នឹងមកហើយយើងចុច save តែប៉ុណ្្នឹងទេអាហ្នឹងករណីគ្រប់ post ទាំងអស់ដែលនៅក្នុង page របស់យើងក្រៅពីលក្ខខណ្ឌដែលយើងបានកំណត់មួយអញ្ចឹងគឺគ្រប់ post ទាំងអស់ឲ្យតែយើងអត់បានកំណត់ comment អញ្ចឹងខ្ញុំឧទាហរណ៍លើនេះបាទយើងអត់បានកំណត់ទេតែបងត្រូវដឹងថាមិញយើងដាក់នៅក្នុងនេះគឺយើងយកពាក្យថានេះលក់មិនណាយើងត្រូវដឹងអានេះយើងរើយកអា filter អញ្ចឹងខ្ញុំគ្រាន់តែ comment មកលក់មិនអញ្ចឹងយើង refresh មួយវានឹងតបយើងហើយតប comment យើងហើយនេះតប comment យើងហើយវានឹងធ្វើការឆាតមកយើងដោយស្វ័យប្រវត្តិទៀតនេះបងឃើញទេនេះទី1គឺឆាតពាក្យអរគុណបងនេះឆាតអរគុណបងសម្រាប់ការ comment ហើយវាដាក់ប៊ូតុង call now ហើយនឹង Telegram ហើយដាក់រូបភាពយប៉ែនេះបាទចុះបើសិនជាបងចង់បង្កើតទម្រង់ផ្ញើឆាត private ផ្សេងទៅទៀតបងគ្រាន់តែចូលកន្លែងពាក្យថា bot manager នេះមកបាទ bot manager ហ្នឹងបងចូលត្រង់ហ្នឹងហើយបងបង្កើតណារើ page មួយហើយបងបង្កើតអាទម្រង់ហ្នឹងបែប bot ផ្សេងទៀតមកហើយយកមកយកមកដាក់មកតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងវារៀងវែងបន្តិចតែបងមើលឲ្យអត់យល់អាចសួរបានបាទអរគុណ